Hello សួស្តីអ្នកនរគ្នាហើយវិលត្រឡប់មកវិញទៀតហើយហើយអ្នកដែរគឺជាថ្ងៃសៅរ៍ចុងសប្តាហ៍ពីនៅគេខ្លះមានទៅដំណើរកំសាន្តទៅខាងណាខាងទៅហើយឬនៅពីចំណែកខ្ញុំគឺនៅឯខោច្បាំចុងសប្តាហ៍គឺបននៅត្រង់ថ្ងៃនឹងឯងអានបានសម្រាប់ទៅផ្ទះនៅអីចឹងណាហើយឥឡូវនេះក៏ចាប់ផ្ដើមចូលមកដាក់ដែកទៀតហើយដោយសារតែព្រឹកមិញហ្នឹងគេបានខួងគេដាក់ដែកហើយគេបានបាញ់ស៊ីម៉ង់បញ្ចូលហើយឥឡូវយើងចាប់ផ្ដើមរៀបចំដាក់ដែកដាក់អីដើម្បីឲ្យគេបាញ់ស៊ីម៉ង់ហើយយើងចាប់ផ្ដើមបុកថ្មបន្តទៀតអីចឹងណាឥឡូវក៏ចាប់ផ្ដើមលើកដែកដាក់បដាហើយបន្ទាប់មកទៀតក៏ចាប់ផ្ដើមបាញ់ស៊ីម៉ង់ហើយយើងនៅតនេក៏តិចទៀតនេះនឹងថាចាំជោគស៊ីម៉ង់ចាំជោគអីចឹងណាដោយសារតែថ្ងៃហ្នឹងមានពួកខាងសុវត្ថិភាពហើយពួកអ្នកមកពិនិត្យខាងបេតុងហ្នឹងក៏គាត់មកពិនិត្យបេតុងថាវាបេតុងហ្នឹងវាមានគុណភាពហើយវាចាក់ទៅវាប្រហែលនាទីឬក៏ប្រហែលនាទីកកអីចឹងហើយឥឡូវក៏បានចាក់ហើយរួចរាល់ហើយដោយសារថាមិញហ្នឹងគឺពួកគេនៅនឹងច្រើនពេកពួកខាងសុខភាពនៅនឹងច្រើនពេកចឹងហើយក៏អត់បានថតសកម្មភាពពេលដែលលើកហើយនៅបាញ់បេតុងដាក់កន្លែងគេត្រួតពិនិត្យនឹងអីចឹងណាហើយឡើងក៏ចាប់ផ្ដើមគេបាញ់បេតុងបដាហើយយើងនៅឆ្ងាយគួរសមដែរហើយបន្ទាប់មកទៀតគឺមកទឹកនឹងបានខូចហើយតលេពីការងារនឹងយើងដើរជួសជុលមកណាខូចជាមួយតាអីចឹងណាហើយនៅខាងក្រោមហ្នឹងតាមទឹកខូចចាប់ដឹងតែស្វ័យទៅមកបើមិនចឹងទេទឹកលិចលហាចលហើបពេលហ្នឹងហើយនៅខាងក្រោមហ្នឹងដែរគឺប្រើម៉ូទ័រប្រហែលជាចូល6ទៅ7 8ម៉ូទ័រទាំងអាធំទាំងអាតូចហើយម៉ូទ័រនឹងខូចទៅពេលដែលខូចកៀងតាក៏បានហើយទៅជួយដោះនឹងក៏ជួយលើកជួយទប់ជួយអីគាត់អីចឹងហើយតាក៏គាត់ជាងភ្លើងដែរហើយជាងភ្លើងហ្នឹងគឺឆក់តែញយដែរដោយសារតែមួយរយៈមុនខ្ញុំបានធ្វើទៅកាន់ខ្សែភ្លើងទៅអីជាមួយគាត់ហើយគាត់ដឹងមិនគាត់កាន់ចុះកាន់ឡើងប៉ះជាមួយនឹងអាម៉ាស់ដែលឆក់លេខឆក់ស្រែកយូយ៉ាយអីចឹងណាឥឡូវហ្នឹងក៏គាត់បានដោះហើយដោយសារតែវាខូចខ្សែភ្លើងអីចឹងគាត់ដោះខ្ទេចខ្ទីអស់ហើយឥឡូវហ្នឹងក៏ដោះក្រោមមិនអស់ចិត្តក៏បានដោះលើមើលបន្ថែមទៀតដោយសារតែលើនឹងវាមានស្បុកខ្សែភ្លើងខ្សែអីវានៅនឹងអញ្ចឹងក៏ដោះមើលផ្លែលោវាដាច់តណៃអីចឹងទៅគាត់ស្រួលយកមកលើដោយសារថានៅខាងក្រោមហ្នឹងគឺអត់មានឧបករណ៍ញ៉ៃលើឧបករណ៍ដោះឧបករណ៍ខ្សែភ្លើងអីទេដោយសារគាត់ដោះធម្មតាជួយចិត្តមើលកន្លែងណាដែលខូចអញ្ចឹងហើយឥឡូវគឺបានលីទៅហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងឯង